ព្រឹកមួយធាតុអាកាសត្រជាក់ហើយមានភ្លៀងនៅក្នុងព្រៃអាវ៉ូគឺជាកូនគីង្គក់មួយក្បាលថ្ងៃនេះវាដូចជាអត់សោះខ្លាំងណាស់វាធូរទ្រាំនឹងការហាយលេងនៅក្នុងទឹកត្រជាក់នេះវាក៏និយាយតែម្នាក់ឯងថាហើយអត់សោះខ្លាំងណាស់ហើយធូរទ្រាំទៀតអញនឹងចាក់ចេញពីទីនេះនារដូវភ្លៀងនៅពេលខាងមុខអញនឹងដើរផ្សងព្រេងកាត់ព្រៃប្រឹក្សាម្ដងមើលតើទៅជាយ៉ាងណាទៅនិយាយរួចហើយអាវ៉ូក៏បានលោតទៅខាងមុខបន្តិចហើយវាក៏បានជួបនឹងសត្វអណ្ដើកមួយក្បាលហើយវាក៏បាននិយាយថាបងអណ្ដើកអើយខ្ញុំចង់ផ្សងព្រេងខ្លាំងណាស់ខ្ញុំត្រូវតែស្គាល់ពិភពលោកនេះឲ្យច្បាស់នៅក្នុងត្រពាំងនេះពិតជាអបសោះខ្លាំងណាស់ខ្ញុំធុញទ្រាំនឹងទិដ្ឋភាពដដែលនេះខ្លាំងណាស់អាវ៉ូឯងត្រូវតែប្រុងប្រយ័ត្នផងវើយកុំចាក់ចេញពីទឹកយូរពេកបើមិនដូច្នេះទេស្បែករបស់ឯងនេះនឹងស្ងួតនិងបណ្ដាឲ្យឯងស្លាប់បានណាវើយអាវ៉ូណែបងអណ្ដើកបងកុំមកនិយាយបំបាក់ទឹកចិត្តខ្ញុំឲ្យសោះណាខ្ញុំមិនដែលស្គាល់បងឯងទេខ្ញុំនឹងចាក់ចេញពីទឹកត្រពាំងនេះហើយអាវ៉ូក៏បានលោតចេញទៅកាលនោះសត្វគីង្គក់មានស្បែកសើមរលោងដូចសត្វកង្កែបដែរបើគ្មានទឹកស្បែករបស់វានឹងស្ងួតជាមិនខានប៉ុន្តែអាវ៉ូចង់ដឹងវាក៏និយាយថាខ្ញុំត្រូវតែដឹងខ្ញុំត្រូវតែទៅឲ្យហួសពីព្រៃនេះដោយខានមិនបានទេចាំមើលចុះអាវ៉ូលោតចេញពីទឹកផ្លោតវាលោតចេញឆ្ងាយពីទឹកត្រពាំងវាសប្បាយនឹងការលោតនៅលើដុំថ្មលោតកាត់ស្មៅលោតលំលងប្រឡាយជាច្រើនវាលើសំឡេងយន្តហោះអាវ៉ូមើលទៅមេឃហើយវាក៏សួរថាវ៉ាវស្អីគេនោះនៅខាងលើនោះហើយខ្ញុំឆ្ងល់ខ្លាំងណាស់ពពកចេះនិយាយដែរទេជួយប្រាប់ខ្ញុំផងពពកប៉ុន្តែគ្មាននរណាម្នាក់ឆ្លើយនឹងវាទេអាវ៉ូក៏បានបន្តដំណើរទៅខាងមុខទៀតវាបានជួបបង្គួយលើកដំបូងបង្គួយនោះនៅជិតទឹកថ្លុកមួយដ៏ធំសួស្ដីបងបង្គួយតើបងដឹងទេខ្ញុំកំពុងតែធ្វើដំណើរផ្សងព្រេងទៅដីស្ងួតតើបងចង់ទៅផ្សងព្រេងជាមួយនឹងខ្ញុំដែរឬទេខ្ញុំមិនទៅទេអាវ៉ូអើយទីនេះមានភ្លៀងធ្លាក់ច្រើនណាស់ហើយមានសត្វរុយក៏ច្រើនទៀតផងខ្ញុំមិនទៅទេបងមិនទៅបងនឹងស្ដាយពិភពលោកដ៏ស្រស់ស្អាតនៅខាងក្រៅនេះថាវាស្រស់ស្អាតប៉ុណ្ណានោះនឹងមានកន្លែងសម្បូរបែបច្រើនទៀតផងខ្ញុំក៏សប្បាយដែរឯងទៅចោះនៅទីនេះសម្បូរចំណីហើយណាមួយអាកាសធាតុក៏វាល្អប្រសើរទៀតអញ្ចឹងឯងទៅចោះក្នុងពេលបង្គួយកំពុងតែនិយាយនោះខ្លួនរបស់វាក៏ប្រែពណ៌អាវ៉ូភ័យរន្ធត់វាក៏ប្រញាប់និយាយលាបង្គួយហើយវាក៏លោតចូលទៅក្នុងគុម្ពព្រៃក្បែរនោះប៉ុន្តែវាសំណាងមិនល្អសត្វខ្លាដែលកំពុងរវល់ដុះគុម្ពព្រៃដើម្បីរៀបចំសម្រាប់រដូវដាំដុះនិយាយពីអាវ៉ូវាមិនចង់ត្រឡប់ទៅជួបបង្គួយម្ដងទៀតវាក៏សំងំនៅក្នុងគុម្ពព្រៃនោះដែលគេអាចមើលឃើញត្រឹមភ្នែកមូលក្រឡងរបស់វាតែប៉ុណ្ណោះភ្នែកធំពោពេញទៅដោយការភ័យខ្លាចវាមិនដឹងថាភ្លើងកំពុងតែឆេះជុំវិញខ្លួនរបស់វានោះទេអូយក្តៅណាអូយក្តៅអ្វីម្លេះទេក្តៅអាវ៉ូត្រូវរុំព័ទ្ធទៅដោយភ្លើងអាវ៉ូមិនដឹងថាត្រូវទៅទីណានោះទេភ្លើងបានចាប់ផ្ដើមឆេះដោះខ្នងរបស់វាក៏នឹកឃើញដល់ទឹកថ្លុកដែលវាបានជួបបង្គួយនោះវាបិទភ្នែកទប់ដង្ហើមហើយវាក៏លោតទៅលើយ៉ាងខ្ពស់តម្រង់ទៅថ្លុកនោះឮសូរតែប្រងលើកនេះវាពិតជាសំណាងមែនវាបានលោតចូលទៅក្នុងទឹកថ្លុកនោះហើយទឹកក៏បានពន្លត់ភ្លើងដែលរលាកស្បែកវាប៉ុន្តែស្បែកវារងរបួសទៅហើយវាក៏បានចេញពីទឹកថ្លុកវិញស្បែកខ្នងរបស់វាពោពេញទៅដោយពងបែកអាវ៉ូមិនចង់ធ្វើដំណើរផ្សងព្រេងអ្វីទៀតទេវាចង់ទៅផ្ទះប៉ុន្តែវាមិនស្គាល់ផ្លូវទៅត្រពាំងក្នុងព្រៃវិញទេដូច្នេះអាវ៉ូជាកូនគីង្គក់បានដើរទៅក៏រកឃើញកន្លែងត្រជាក់និងងងឹតនៅក្រោមថ្មហើយវាក៏បានចាត់ទុកទីនោះជាផ្ទះដ៏កំសត់ស្បែកដែលខ្លោចនៅលើខ្នងវាបានជាសះស្បើយបន្តិចម្ដងប៉ុន្តែវាស្ងួតហើយគ្រើមនេះជាមូលហេតុដែលគីង្គក់មានស្បែកគ្រើមស្ងួតហើយអាចរស់នៅឆ្ងាយពីទឹកបានកង្កែបនៅតែមានស្បែកសើមរលោងហើយត្រូវរស់នៅក្នុងកន្លែងដែលសើមអាវ៉ូក៏បានរស់ក្រោមរូងថ្មនោះជារៀងរហូតទៅ